Wow. Sustained sai mấy chẳng ngày đi cứ dương to mê riêng bảo dưỡng và to bị chấm nói tí mùi chí chẳng ngày đi cứ dương vô xa thiện châm vô mà dày bà chân dưỡng đừng nói chí cứ chia smart thiết kỳ mi rồi có chia sẻ riêng đại kê pra nửa lượng đấy ai sói ai rồi ai cóp tôi tăng phết chí và chi tất kỳ sói chi cốt ai kỳ cọp nừng đấy hồi nừng rồi nừng đầy và tôi tam đầm nặng ca này cả pra và ủi thì họ tôi chưa dương đâm năm sắp ngày vì miền chi drop ba chi po này chẳng đời và chả nó cứ dương pra nửa đầy pra nửa lơ cột chiết cứประโยชน์นำไปปลอนูสาเทียนจำสำคัญขั้นได้นำถือกามีนอันเปกาอย่างไรมาโซลโพสฟอร์โปโชมอย่างไรการโชมสปอนทัวร์ได้มองกันได้ไอ้นู้นคือสำหรับการหลุดล้อระบบกรุบเชียดไอ้นู้นจีไอ้ในขนมจีคือมีนสาเทียนจำngày đó cư dương thì giấy bí xa thiên trầm nó thì pi dương đang giấy pi xa thiên trầm và trong xôm lật tí tiết mà chi đó cư ai kỳ mỹ ai chỉ xử lý riêng mà chi kỳ mỹ miền đôi chi ấy kế đôi chi ôi rê đôi chi DAP chi NPK mà phay đập pram vậy đó mà những sao là chi kỳ mỹ này mà chi thò một chiết rồi còn chi xử lý riêng cứ miền đôi chi có po chi thì mùa sắt chi tận co đấy anh cứ tụm rung chỉ chi thò một chiếc được rồi chi xử lý điện ba chân dương ngày đang dương mà mơ vì xa thiện chậm chân xa thiện chậm chi xa thiệt kỳ mỹ rồi có chia sầm mạo thiệt kỳ mỹ đại kê pra sầm rạp cà lụ lo nâng cà vì quạt ở bò cướp chiếtហើយទូទៅគ្រប់ជាតិតែងតែត្រូវការនៅចំនួនសារធាតុចិញ្ចឹមជាក់លាក់ឬក៏ប្រភេទនៅសារធាតុចិញ្ចឹមជាក់លាក់បាទឧទាហរណ៍ដូចជាបើយើងដាំដំណាំយកស្លឹកមានស្ពៃមានស្លាត់ខាត់ណាអញ្ចឹងគឺវាត្រូវការអាសូតអាហ្នឹងគឺវាជាក់លាក់យ៉ាងហ្មងបាទព្រោះអាសូតវាជួយសន្ទុះការលូតលាស់ដើមធាងស្លឹកហ្នឹងឯងអាហ្នឹងគឺបាទចឹងគ្រប់ជាតិត្រូវការសារធាតុចិញ្ចឹមហ្នឹងគឺដើម្បីបំពេញមុខងារមួយចំនួនដូចជាដើម្បីធ្វើរស្មីសំយោគតាមរយៈស្លឹកតាមរយៈសារធាតុ chlorophyll ហ្នឹងហើយដើម្បីបំបែកកោសិកាឲ្យមានការវិវត្តរីកធំធាត់ពីកូនសំណាបមកជាដើមពីដើមវិវត្តទៅចេញផ្កាពីផ្កាមកផ្លែអាហ្នឹងគឺដើម្បីពង្រីកកោសិកាហ្នឹងឯងដើម្បីវិវត្តនៃគ្រប់ជាតិហ្នឹងឯងចឹងគ្រប់ជាតិត្រូវការសារធាតុចិញ្ចឹមនឹងដែរគឺដើម្បីបំបែកឬក៏ផលិតប្រូតេអ៊ីនបង្កើនអង់ស៊ីមហ្នឹងឯងចឹងសារធាតុសំខាន់ដែលដំណាំត្រូវការវាមាន N មាន P មាន K បាទហើយយើងចំណាំហៅ NPK ហ្នឹងឯងបាទហើយក្រៅពី NPK ហ្នឹងគឺវាមាន16ប្រភេទបន្តទៀតបាទចឹង3ប្រភេទដែលដំណាំត្រូវការចាំបាច់ហ្នឹងគឺ NPK ហ្នឹងឯងបាទ3ប្រភេទដែលដំណាំត្រូវការចាំបាច់បំផុតបាទ NPK ហ្នឹងឯងក៏ប៉ុន្តែមិនមែនមានតែ3ប្រភេទហ្នឹងទេណាវាមាន13ប្រភេទផ្សេងទៀតដែលដំណាំត្រូវការដែរតែវាតិចតួច3
13ប្រភេទទៀតណាអញ្ចឹងសរុបទៅវា16ប្រភេទណាសារធាតុចិញ្ចឹម16ប្រភេទអញ្ចឹងនៅក្នុង16ប្រភេទហ្នឹងគឺគេបែងចែកចេញជា2ក្រុមបែងចែកចេញជា2ក្រុមក្រុមទី1យើងហៅថាម៉ាក្រូធាតុបាទម៉ាក្រូធាតុនេះគឺវាមានដូចជា9ប្រភេទមាន9ប្រភេទក្រុមទី2យើងហៅថាមីក្រូធាតុមីក្រូធាតុនេះគឺវាមាន7ប្រភេទដែរបាទចឹងសរុបទៅគឺគ្រប់ជាតិរបស់យើងគឺត្រូវការសារធាតុចិញ្ចឹមឬក៏ mineral element សារធាតុចិញ្ចឹមទាំងអស់គឺវាមាន16ប្រភេទម៉ាក្រូមាន9ហ្នឹងមានអីខ្លះចាំជួបគ្នានៅមេរៀនបន្ទាប់និយាយពីតួនាទីនិងសញ្ញាខ្វះសារធាតុចិញ្ចឹមចំណុចទី3ជួបគ្នានៅចំណុចទី3 7ធាតុនឹងមានអីខ្លះនេះចំណុចទី3គឺនឹងមានបង្ហាញកង្វះធាតុនីមួយបញ្ចេញរោគសញ្ញាអីខ្លះគឺនៅចំណុចទី3យើងនឹងសិក្សាជាមួយគ្នាហេបាទចឹងជាថ្មីម្ដងទៀតដែរណាប្រសិនបើមានសំណួរបាទអាចតាក់ទងតាម Telegram ក៏បានទេសួរតាម Telegram ក៏បានលេខទូរស័ព្ទនៅក្នុងវីដេអូនឹងស្រាប់ហ្នឹង087 663 964បាទហើយកុំភ្លេចចាំទាញយកនៅឯកសារលម្អិតស្ដីពីមេរៀនរបស់យើងពីចំណុច1ទៅចំណុច1ហ្នឹងចាំទាញយកមកមើលបន្ថែមបាទថ្ងៃហ្នឹងយើងប៉ុណ្ណឹងចាំជួបគ្នានៅចំណុចទី3ស្ដីពីតួនាទីនិងសញ្ញាខ្វះសារធាតុចិញ្ចឹមបាទអរគុណ